ភរិយាបានរកឃើញកូដ QR មួយនៅលើខ្លួនរបស់ស្វាមីនាងបានយកទូរស័ព្ទមកស្កេនដោយចង់ដឹងហើយវាក៏លោតចេញជាវីដេអូមួយខ្លឹមសារនោះគឺជាកញ្ចប់ហោះហើរផ្ដាច់មុខរបស់ស្វាមីនាងមើលទៅហាក់ដូចជាសេវាកម្មដែលមិនសូវសមរម្យសោះវីដេអូនោះត្រូវការលេខកូដដើម្បីមើលបន្តភរិយាមិនបានដាស់ស្វាមីមកសួរដេញដោលទេប៉ុន្តែនាងសម្រេចចិត្តលួចទិញសំបុត្រយន្តហោះមួយសន្លឹកនាងបានជិះជើងហោះហើរជាមួយស្វាមីដើម្បីតាមដានការពិតពេលឡើងយន្តហោះភ្លាមនាងឃើញសុទ្ធតែអ្នកដំណើរស្រីៗដែលមានទ្រព្យសម្បត្តិនិងស្រស់ស្អាតនារីម្នាក់និយាយថាបរិសសង្ហាលើកនេះពឹងផ្អែកលើអ្នកហើយណាដើម្បីកុំឲ្យស្វាមីដឹងខ្លួនភរិយាបានពាក់មួកនិងម៉ាស់យ៉ាងជិតរួចក៏បញ្ញាប់ចូលទៅអង្គុយនៅកន្លែងរបស់ខ្លួនបន្ទាប់មកបុគ្គលិកបរិសបានមកគោរពស្វាគមន៍អ្នកដំណើរស្រីៗភរិយាមានការងឿងឆ្ងល់ក៏សួរទៅស្ត្រីអ្នកមានម្នាក់នៅខាងមុខថាមានរឿងអ្វីស្ត្រីនោះសើចចំអកឲ្យនាងថាធ្វើជាមិនដឹងរឿងនាងថាមានតែស្រីបែបនេះទើបវាមានភាពងាយស្រួលភ្លាមនោះបុគ្គលិកប្រុសម្នាក់បានលុតជង្គង់យកកន្សែងមកជូតដៃឲ្យស្ត្រីអ្នកមាននោះនាងថែមទាំងរអ៊ូប្រាប់ក្មេងស្រីម្នាក់ទៀតថារៀបការ3ឆ្នាំហើយមិនទាន់មានកូនទៀតក្មេងស្រីនោះបានលួងលោមនាងឲ្យមានទំនុកចិត្តស្របពេលនោះស្វាមីរបស់នាងក៏ដើរមកលុតជង្គង់នៅចំពោះមុខនាងគេបានបដូរស្បែកជើងឲ្យភរិយាយ៉ាងយកចិត្តទុកដាក់និងសួរនាំថានាងចង់ញ៉ាំភេសជ្ជៈអ្វីគេប្រាប់ថាយើងមានទឹកក្រូចទឹកក្តៅអន់ហក់និងទឹកសូដាប្រេងពិសេសភរិយាឃើញស្ត្រីអ្នកមានខាងមុខកំពុងផឹកទឹកសូដាប្រេងពិសេសនោះវាមើលទៅដូចជាទឹកកូកាធម្មតាសោះហេតុអ្វីបានជាហៅឈ្មោះចម្លែកម្លេះភរិយាក៏សម្រេចចិត្តកំងមួយកែវដែរស្វាមីឮហើយក៏មានអារម្មណ៍រំភើបភ្លាមគេនិយាយថាបទពិសោធន៍ហោះហើរលើកនេះនឹងធ្វើឲ្យនាងពេញចិត្តរួចក៏ប្រាប់ថាមានភ្ញៀវស្រីៗជាច្រើនទៀតកំពុងរងចាំឲ្យនាងចាំបន្តិចភរិយាក៏ក្រោកឈរមើលដោយចង់ដឹងប៉ុន្តែយន្តហោះស្រាប់តែរលាក់ធ្វើឲ្យនាងដួលទៅក្នុងរង្វង់ដៃរបស់មិត្តរួមការងារស្វាមីពេលនោះស្វាមីកាន់ទឹកសូដាដើរមកដល់ហើយប្រាប់មិត្តរួមការងារឲ្យមើលថែអ្នកដំណើរឲ្យបានល្អមិត្តរួមការងារពោលថាសំទោសប្រធានក្រុមឥឡូវនេះអ្នកមានតែប្រើសេវាកម្មរបស់អ្នកដើម្បីសុំការអភ័យទោសពីនារីម្នាក់នេះប៉ុណ្ណោះដូច្នេះមិត្តរួមការងារនោះក៏ត្រូវលុតជង្គង់ចាក់ទឹកសូដាឲ្យភរិយានាងបានក្រេបមួយមាត់ហើយមានអារម្មណ៍ថាវាគ្រាន់តែជាទឹកកូកាធម្មតាគ្រាន់តែរសជាតិវាចម្លែកបន្តិចបន្តួចនាងក៏ទ្រាំមិនបានក៏សួរមិត្តរួមការងារនោះថាតើទឹកសូដាប្រេងពិសេសនេះមានន័យយ៉ាងម៉េចមិត្តរួមការងារនោះមើលឆ្វេងមើលស្ដាំរួចក៏ខ្សឹបប្រាប់ការពិតនៅក្បែរត្រចៀកនាងគេប្រាប់ថាអត្តន័យគឺរយៈពេលហោះហើរ5ម៉ោងរំពឹងថានឹងដល់គោលដៅនៅម៉ោង7យប់ស្របពេលនោះស្វាមីបានប្រកាសថាសេវាកម្មក្នុងការបៀនយន្តហោះជិតចាប់ផ្ដើមហើយបន្ទាប់មកក្មេងស្រី2នាក់បានដើរតាមបុគ្គលិកម្នាក់ចូលទៅក្នុងបន្ទប់ទឹកពួកគេថែមទាំងទាញវាំងនំបិទទៀតផងទង្វើនេះធ្វើឲ្យភរិយាកាន់តែងឿងឆ្ងល់តើប្រុសស្រីចូលបន្ទប់ទឹកជាមួយគ្នាធ្វើអ្វីបន្ទាប់មកស្ត្រីអ្នកមានក៏ចេញមុខដែរនាងបានលូកជើងមកថារាំងស្វាមីហើយប្រាប់ថាចង់ទៅបន្ទប់ទឹកដែរស្វាមីក៏យល់ព្រមភ្លាមហើយនាំនាងទៅបន្ទប់ទឹកខាងក្រោយភរិយាអង្គុយរងចាំទាំងមិនអស់ចិត្តនាងឃើញថាក្មេងស្រីទាំងនោះចូលបន្ទប់ទឹកយូរណាស់ជិត1ម៉ោងទើបចេញមកវិញពេលចេញមកពួកគេមានទឹកមុខញញឹមញញែមនិងមើលទៅហាក់ដូចជាស្កប់ស្កល់ណាស់នារីម្នាក់និយាយថាធ្វើស្អីហ្នឹងគ្រាន់តែចូលបន្ទប់ទឹកសោះធ្វើដូចជាមានរឿងធំដុំណាស់អញ្ចឹងប៉ុន្តែបុគ្គលិកប្រុសដែលចូលទៅជាមួយពួកគេបែរជាមានទឹកមុខហត់នឿយនិងយកដៃខ្ទប់ចង្កេះហាក់ដូចជាឈឺចាប់ខ្លាំងក្មេងស្រីទាំងនោះថែមទាំងលួចសើចចំអកឲ្យគេទៀតពេលនោះមិត្តរួមការងារម្នាក់ទៀតបានមកសួរភរិយាថាចង់ទៅបន្ទប់ទឹកដែរទេក្តីស្វែងរកការពិតភរិយាក៏យល់ព្រមប៉ុន្តែពេលនាងទៅដល់វាគ្រាន់តែជាបន្ទប់ទឹកធម្មតាគ្មានអ្វីពិសេសសោះស្រាប់តែពេលនោះនាងឮសំឡេងដកដង្ហើមញាប់ចេញពីបន្ទប់ទឹកក្បែរនោះតែអាចជាស្វាមីនាងនិងស្ត្រីអ្នកមាននោះទេសំឡេងស្រីម្នាក់ទៀតនិយាយថាធ្វើស្អីហ្នឹងមានមនុស្សនៅទីនេះក៏លោកឡាពេកបុរសនោះឆ្លើយថាសុំទោសគឺជាកំហុសរបស់ខ្ញុំសំឡេងនោះហាក់ដូចជាមិនមែនជាស្ត្រីអ្នកមាននោះទេភរិយាគិតថាខ្លួនឯងប្រហែលជាយល់ច្រឡំលើស្វាមីហើយនាងនឹកឃើញដល់ភាពផ្អែមល្ហែមតាំងពីរៀបការមកប្រហែលជាកូដ QR នោះគ្រាន់តែជាការណែនាំសេវាកម្មហោះហើរធម្មតាប៉ុណ្ណោះភរិយាក៏តបតែងមុខបន្តិចរួចត្រឡប់ទៅកន្លែងអង្គុយវិញប៉ុន្តែឥឡូវនេះមានចម្ងល់មួយតើស្វាមីនាងទៅណាមិត្តរួមការងារមិនបានឆ្លើយទេគ្រាន់តែញញឹមរួចដើរចេញទៅមិនយូរប៉ុន្មានស្វាមីក៏ដើរចេញមកទាំងខ្ទប់ចង្កេះនិងមានទឹកមុខឈឺចាប់ស្ត្រីអ្នកមានក៏ដើរតាមពីក្រោយទាំងរៀបចំសម្លៀកបំពាក់ចិត្តដែលធ្លាប់ទៅធូរស្រាលរបស់ភរិយាក៏ចាប់ផ្ដើមភ័យព្រួយម្ដងទៀតនាងស្រាប់តែឃើញស្វាមីកាន់ខ្សែចងសក់របស់ស្ត្រីអ្នកមាននោះនាងចាំច្បាស់ថាពេលឡើងយន្តហោះស្ត្រីនោះចងសក់យ៉ាងស្អាតប៉ុន្តែឥឡូវបែរជារំសាយសក់ទៅវិញស្ត្រីអ្នកមានបាននិយាយទៅកាន់ក្មេងស្រីម្នាក់ទៀតថាបុគ្គលិកម្នាក់នេះសង្ហាណាស់ហើយសេវាកម្មក៏ល្អខ្លាំងដែរក្មេងស្រីនោះឆ្លើយថាត្រូវហើយរសជាតិទឹកសូដាប្រេងពិសេសនោះពិតជាធ្វើឲ្យគេបំភ្លេចមិនបានមែនពេលនោះស្ត្រីអ្នកមានបានសុំទឹកសូដាប្រេងពិសេសមួយកែវទៀតស្វាមីក៏ប្រញាប់យកមកជូនទាំងញញឹមនាងផឹកអស់មួយដង្ហើមរួចក៏ប្រាប់ស្វាមីថាចង់ទៅបន្ទប់ទឹកម្ដងទៀតក្មេងស្រីម្នាក់ទៀតក៏ចង់ទៅដែរដូច្នេះស្វាមីក៏នាំពួកគេទៅបន្ទប់ទឹកម្ដងទៀតសម្បីតែក្មេងស្រីម្នាក់ទៀតក៏ទ្រាំមិនបានក៏ដើរតាមទៅដែរមិត្តរួមការងារនៅមាត់ទ្វារសួរស្វាមីថាតើអាចទ្រាំរួចទេស្វាមីដកដង្ហើមធំនិយាយថាគ្មានជំរឿទេគឺដើម្បីការងារបន្ទាប់មកគេក៏លេបថ្នាំមកគ្រាប់រួចដើរចូលទៅភរិយាឃើញទស្សនវិជ្ជានេះហើយទ្រាំលែងបានទៀតហើយនាងក៏ស្ទុះទៅបន្ទប់ទឹកដើម្បីមើលឲ្យដឹងសក់ខ្មៅប៉ុន្តែមិត្តរួមការងារបានប្រាប់នាងថាបន្ទប់ទឹកពេញហើយត្រូវរងចាំនៅខាងក្រៅសិនភរិយាស្រែកទាំងខឹងថាចេញទៅខ្ញុំចង់ដឹងថាមានអ្វីនៅខាងក្នុងសម្រាប់បងប្អូនដែលចង់មើលភាពបន្តអាចចុច link នៅក្រោម comment ជា channel YouTube របស់ខ្ញុំសូមអរគុណ